បាទបងប្អូនទាំងអស់គ្នានេះគឺជារបៀបធ្វើប្រហុកខ្ទិះបាទម្ហូបប្រហុកខ្ទិះបាទជាដំបូងយើងត្រូវតែត្រៀមស្រាច់បងប្អូនបាទឥឡូវយើងធ្វើប្រហុកខ្ទិះអំពីអីសាច់ត្រីបាទធម្មតាប្រហុកខ្ទិះយើងធ្វើពីសាច់ត្រីបាទនេះគឺជាត្រីផ្ទក់បាទឥឡូវគាត់បានហាន់ឬក៏ចិតជាចំណិតអីរួចរាល់អស់ហើយបាទត្រីផ្ទក់ហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចិញ្ច្រាំប្រហុកហើយក៏អ្នកទាំងអស់គ្នាត្រូវតែដេញខ្ទិះដូងបាទពីផ្សារផងហើយនឹងព្រមទាំងម្ទេសធំបាទម្ទេសធំយកពណ៌ក្រហមបាទអ្នកទាំងអស់គ្នាម្ទេសក្រៀមបាទរួចហើយក៏យើងយកមកកិនវាលាយទឹកបន្តិចមកបាទនេះឬក្នុងរូបភាពអញ្ចឹងក៏ចាប់ផ្ដើមដំបូងហ្នឹងគឺយើងត្រូវដាក់ខ្ទះលើភ្លើងឲ្យក្តៅអញ្ចឹងណាបាទបន្ទាប់មកយើងចាក់ខ្លាញ់រួចហើយយើងដាក់ខ្ទឹមសបាទខ្ទឹមសដែលយើងមកចិញ្ច្រាំវាឲ្យរៀងល្អិតល្មមអញ្ចឹងណាបាទហើយក៏យើងដាក់ចូលទៅរួចហើយយើងក៏ដាក់សាច់ជ្រូកចូលទៅបាទច្បល់ចូលបាទអ្នកទាំងអស់គ្នារួចហើយក៏យើងដាក់ស្លឹកក្រូចបន្តិចដើម្បីឲ្យវាឈ្ងុយបាទមានស្លឹកក្រូចមានស្លឹកគ្រៃបាទបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងបាទរួចហើយក៏មើលមកល្មមហើយក៏ដាក់ខ្ទិះដូងចូលទៅខ្ទិះដូងយើងត្រៀមស្រាច់នៅរួចរាល់ហ្នឹងណាបាទយើងដាក់ចូលទៅបាទរួចហើយរងាស់វាឲ្យមួយចន្ទុះបាទឲ្យឆ្អិនសាច់ជ្រូកចឹងណាទាំងអស់គ្នាបាទរួចហើយក៏យើងដាក់ប្រហុកចូលបាទប្រហុកកន្លែងហ្នឹងគឺបញ្ជាក់បងប្អូនទាំងអស់គ្នាថាប្រហុកយើងកុំដាក់នេះកុំដាក់អំបិលចូលដាក់គ្រឿងអីទាំងអស់ហ្នឹងណាបាទព្រោះថាប្រហុកវាមានរសជាតិប្រៃហើយអញ្ចឹងហើយចូលយើងកុំដាក់អំបិលបាទកុំដាក់អំបិលថែមបាទបងប្អូនទាំងអស់គ្នាហើយបន្តមកទៀតគឺយើងដាក់ស្ករបាទរួចហើយក៏យើងដាក់ប៊ីចេងបាទហើយដាក់ស្ករ2ស្លាបព្រាដាក់ប៊ីចេង1ស្លាបព្រាមិនដល់1ស្លាបព្រាផងបាទមើលទៅវីដេអូហ្នឹងបាទហើយក៏គាត់ថែមខ្ទិះដូងបាទខ្ទិះដូងបាទហើយបន្តមកទៀតគាត់រងាស់វាបាទរងាស់វាម្សាទៀតបាទអ្នកនរគ្នារងាស់ឲ្យវាពុះអញ្ចឹងណាបាទបន្ទាប់ពីរងាស់បានមួយចន្ទុះហើយក៏យើងត្រូវត្រៀមត្រីបាទនេះគឺត្រីផ្ទក់ហ្នឹងណាបាទអ្នកនរគ្នារួចហើយក៏គាត់ដាក់បងចូលក្នុងផ្ទះមកឬក៏គាត់ច្បល់ចូលគ្នាបាទអ្នកនរគ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចអំពិលទុំទឹកអំពិលទុំបាទនេះគាត់កំពុងតែជ្រុំទឹកអំពិលទុំហើយបាទហ្នឹងហើយរួចហើយយើងគាត់ប្រហែលជាđây tập bài tùng trời បាទបន្តមកទៀតយើងត្រូវកូរវាឲ្យសព្វបាទកូរវាឲ្យសព្វហើយដាក់រងាស់វាមួយចន្ទុះបាទព្រោះហើយកន្លែងនេះប្រហែលជាគាត់ស្ទើរអញ្ចឹងណាអ្នកទាំងអស់គ្នាប្រហែលជាស្ទើរទឹកអំពិលទុំអញ្ចឹងក៏ថែមតិចទៀតទៅបាទអ្នកទាំងអស់គ្នាហ្នឹងហើយកូរឲ្យវាឲ្យសព្វមកតាទៀតទៅបាទរួចហើយក៏ដាក់រងាស់វាឲ្យឆ្អិនតែម្ដងបាទនេះខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងយល់ព្រោះថាវីដេអូខ្ញុំធ្វើបានគិតថាវាល្អិតល្អន់ដែរអញ្ចឹងអ្នកទាំងអស់គ្នាបាទបើមិនបងប្អូនមើលតាមវីដេអូហ្នឹងក៏អាចរៀនធ្វើតាមបានដែរអ្នកទាំងអស់គ្នាបាទហ្នឹងហើយនេះរងាស់ឲ្យដាច់ទឹកបន្តិចបាទពេលដែលវារីងទឹកហើយយើងដាក់ត្រប់ទឹកញងហើយនឹងតែលើទៅវាជាការស្រេចវិញមកផុកទីតែអ្នកទាំងអស់គ្នាបានអ្វីណាឆ្ងាញ់បងប្អូនទាំងអស់គ្នាបន្ទាប់ពីរងាស់ឲ្យវាដាច់ទឹកបន្តិចហើយនេះយើងត្រៀមត្រប់ញងបាទហើយនឹងម្ទេសក្រហមបាទម្ទេសស្រស់យើងបាទបងចូលក្នុងផ្ទះបាទជាមួយគ្នានឹងទៅបាទហើយក៏រួចរាល់ហើយបាទជាការត្រាច់អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយគាំទ្រខ្ញុំម្នាក់មួយផងបាទខ្ញុំនឹងខំព្យាយាមធ្វើវីដេអូឲ្យបានល្អបន្តទៀតបាទជួមតំ follow មួយ